អញ្ញងសួស្តីទាំងអស់គ្នាថ្ងៃនេះបន្តភាពក្នុងរឿងជប់ផ្សេងក្នុងហ្គេមទាំងអស់គ្នាកាត់មកដល់ពេលព្រឹកបន្ទាប់ពីសយងភ្ញាក់នឹងខ្លួនភ្លាមគាត់មានជាការស្ទុះក្រោកយ៉ាងលឿនហើយក៏ចាប់ផ្ដើមឆែកឆេរពិនិត្យមើលខ្លួនឯងថាមានបាត់អ្វីអត់ប៉ុន្តែបន្ទាប់ពីឆែកឆេររួចក៏ឃើញថាសម្លៀកបំពាក់របស់គាត់នៅដដែលទេឃើញដូច្នេះវាហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទេការប្រយុទ្ធមិញគាត់ក៏បានដកដង្ហើមធូរទ្រូងបន្តិចប៉ុន្តែហ៊ីចេដែលនៅជិតនោះក៏បានសួរថាតើបងខកចិត្តមែនទេសយងគ្រាន់តែឃើញហ៊ីចេនៅក្បែរខ្លួនភ្លាមមានជាការហក់ចុះពីលើគ្រែយ៉ាងលឿនហក់កន្លងហ៊ីចេយកហ្មងហើយក៏បានស្រែកជេរហ៊ីចេទាំងព្រឹកហ៊ីចេគ្រាន់តែឮសយងជេរខ្លួនបែបនេះទាំងព្រឹកភ្លាមគេឆ្ងល់រួចក៏និយាយថាប៉ុន្តែយប់មិញបងទៅទៅសារខ្ញុំថាគាត់ស្រឡាញ់ប៉ុណ្ណាទេការប្រយុទ្ធមិញបងមិនចាំទេមែនទេយប់មិញមានរឿងកើតឡើងច្រើនណាស់គ្រាន់តែឮហ៊ីចេនិយាយបែបនោះភ្លាមសយងក៏បានស្រែកសួរទៅគេថាតើគាត់បានធ្វើអ្វីខ្លះទៅការប្រយុទ្ធមិញហ៊ីចេក៏បានសួរទៅកាន់សយងវិញថាតើសយងចង់ឃើញអត់គេក៏បានថតវីដេអូទុកផងដែរលើបែបហ្នឹងភ្លាមសយងមានជាការគាំងហើយក៏សួរថាអ្វីទៀតហើយលើហ្នឹងហើយក៏បានហក់ទៅសង្គ្រប់លើហ៊ីចេដណ្ដើមទូរស័ព្ទមកគេវិញដើម្បីលុបវីដេអូនោះចោលប៉ុន្តែហ៊ីចេក៏បានប្រាប់ទៅកាន់វិញថាគេបានទទួលការអនុញ្ញាតពីសយងរួចហើយក៏ប្រាប់ថាបងមិនបានសន្យាទេឬថានឹងឈប់ចេះអូប៉ាដល់ខ្ជុម្នាក់នេះទៀតហើយសយងឮភ្លាមក៏បានបដិសេធថាតើឯងចង់ស្លាប់មែនទេឆាប់ឲ្យទូរស័ព្ទហ្នឹងមកភ្លាមហើយដល់ពេលនោះសយងក៏បានរអិលដៃប៉ះវីដេអូហ្នឹងហើយក៏បានឮសំឡេងហ៊ីចេនិយាយក្នុងហ្នឹងថាបងនិយាយវាម្ដងទៀតមកថាខ្ញុំជាអ្វីសយងក្នុងវីដេអូក៏បានឆ្លើយថាឯងគឺគួរឲ្យស្រឡាញ់គ្រាន់តែឮសំឡេងខ្លួនឯងនិយាយបែបហ្នឹងភ្លាមសយងមានជាការបាសរោមនឹងពេញខ្លួនដោយការប្រយោគមិញកំឡុងពេលដែលសយងកំពុងតែកេងលក់ហ្នឹងហ៊ីចេក៏បានខិតមកជិតសយងហើយក៏យកដៃចាប់ធ្វើរបស់សយងហើយក៏និយាយថាសយងខ្ញុំបានគិតរឿងខ្លះកំឡុងពេលដែលខ្ញុំងូតទឹកអំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងក្រុមរបស់បងក្នុងហ្គេមតាមពិតទៅខ្ញុំពិតជាមិនដឹងអ្វីដែលខ្ញុំបានធ្វើខុសនោះទេបងយល់ព្រមជាមួយខ្ញុំត្រូវទេសយងពេលហ្នឹងក៏បានឆ្លើយយល់ព្រមទាំងឲ្យហ៊ីចេហ្នឹងបិទភ្លើងវិញទៅព្រោះថាហ៊ីចេគាត់បានបើកភ្លើងរួចហ៊ីចេក៏បន្តទៀតថាខ្ញុំកំពុងតែថតវាណាបងដឹងទេសយងពេលហ្នឹងក៏បានឆ្លើយឲ្យទៅរួចពីមាត់ថាតើធ្វើឲ្យតែឈប់និយាយមួយយើងទៅបានហើយក៏បានគាត់ក៏បានសម្រាប់បន្តទៅតែហ៊ីចេក៏បានឡើងមកលើគ្រែហើយក៏យកដៃរបស់ខ្លួនទៅចាប់ធ្វើរបស់សយងទៀតហើយរួចហ៊ីចេក៏បាននិយាយថាបើបងខឹងខ្ញុំដែលខ្ញុំដណ្ដើមគ្រប់គ្រងក្រុមរបស់បងហើយធ្វើឲ្យបងចាក់ចេញពីគេបែបនេះហើយបែបបានជាបងមិនដណ្ដើមគ្រប់គ្រងក្រុមរបស់ខ្ញុំវិញទៅហើយបែបបានជាបងទៅបាត់ស្ងាត់ឈឹងចោលខ្ញុំទោះបីជាកម្រងបោកប្រាស់ធ្វើជាអ្នកខមារបស់បងកំពុងតែដំណើរទៅមុខយ៉ាងល្អទៅហើយអស់រយៈពេល2សប្តាហ៍ពេញខ្ញុំគិតថាមានរឿងមិនល្អកើតឡើងចំពោះបងទៅហើយខ្ញុំសឹងតែឈួតទៅហើយរួចក៏បានស្វែងរកឈ្មោះបងជារៀងរាល់ថ្ងៃក្រែងលោមានឈ្មោះបងនៅលើព័ត៌មានហើយពួកគេក៏ប្រាប់ខ្ញុំថាខ្ញុំមិនអាចប្តឹងរឿងនេះទៅកាន់ប៉ូលីសបានទេព្រោះខ្ញុំមិនមែនជាសមាជិកគ្រួសាររបស់បងវាគឺជាអារម្មណ៍ដែលចង្រៃបំផុតដូច្នេះបងទទួលស្គាល់ទេថាបងបានបង្កបញ្ហានៅពេលហ្នឹងសៀងក៏បានឆ្លើយថាអត់ទេប៉ុន្តែហ៊ីចេក៏បានប្រាប់ថាឲ្យគាត់នឹងឆ្លើយ yes មកហើយក៏បានចាប់ក្តីថ្ពាល់សៀងយើងយ៉ាងខ្លាំងនៅពេលហ្នឹងសៀងក៏បានឆ្លើយថា yes ឬបែបហ្នឹងភ្លាមស៊ីចេមានជាការសើចឡើងខិលហើយក៏បានខិតទៅចិត្តរបស់សៀងម្ដងទៀតហើយក៏សួរថាបងស្រីតើបងចូលចិត្តខ្ញុំមែនទេឆ្លើយថា yes ភ្លាមបងបានរត់ចេញទៅឆ្ងាយពីព្រោះបងចាប់ផ្ដើមមានអារម្មណ៍ចំពោះខ្ញុំត្រូវទេឆ្លើយខ្ញុំភ្លាមដល់ពេលនោះសៀងក៏បានឆ្លើយថាហ៊ីចេក៏បានបន្តថាប៉ុន្តែនៅពេលណាទៅដែលបងចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្ទាយរបស់ខ្ញុំបងចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្ទាយរបស់ខ្ញុំព្រោះតែខ្ញុំខ្ជូតមែនទេសៀងដែលបានស្ដាប់ឮពាក្យទាំងអស់ហ្នឹងហើយក៏បានប្រាប់ហ៊ីចេថាឲ្យឆាប់លុបវាហ្នឹងវិញភ្លាមប៉ុន្តែដោយតែដឹងអញ្ចឹងហ៊ីចេក៏មិនចេះស្ដាប់ទេហើយក៏ប្រាប់ថាគ្មានផ្លូវទេពេលហ្នឹងសៀងមានជាការខឹងយ៉ាងខ្លាំងហើយក៏ប្រាប់ថាយើងប្រាប់ឲ្យអញឆាប់លុបអាហ្នឹងភ្លាមហ៊ីចេគេក៏បានតបថាបងស្រីខ្ញុំដឹងថាបងចូលចិត្តខ្ញុំប៉ុន្តែពេលដែលបងមករកខ្ញុំបែបនេះវាពិតជាហើយគេក៏បានឈប់និយាយព្រោះថាសកម្មភាពពេលនេះគឺសយងគឺយើងមានចការនៅជីនៅលើហ៊ីចេនៅពេលហ្នឹងហ៊ីចេក៏បានក្លាប់សយងនៅក្រោមវិញហើយក៏ចាប់ដៃសយងទាំងពីរឬក៏និយាយថាម្យ៉ាងទៀតបងដឹងទេថាពេលនេះបងអាក្រក់ខ្លាំងណាស់មុខរបស់បងហានដោយសារការផឹកការប្រយុទ្ធមិញហើយក៏មានទឹកមាត់ស្ងួតមួយចំនួននៅនឹងចការបងផងដែរឥឡូវនេះនិយាយចប់គេក៏បានអោនមុខមកចិត្តសយងហើយក៏បានចាប់ថើបមាត់សយងយើងភ្លាមយកហ្មងបន្ទាប់ពីចាប់ថើបសយងរួចហ៊ីចេក៏បានងើបឡើងវិញចំណែកសយងវិញមានជាការខឹងខ្លាំងពេកដល់ថ្នាក់និយាយអចេញទេប៉ុន្តែក៏មើលហ៊ីចេវិញមានជាការសើចស្រស់ដូចផ្កាអញ្ចឹងហើយក៏បាននិយាយថាខ្ញុំមានន័យថាបងមើលទៅគឺអាក្រក់ប៉ុន្តែបងនៅតែគួរឲ្យស្រឡាញ់យ៉ាងអញ្ចឹងហើយហ៊ីចេយើងអត់ឈប់ត្រឹមហ្នឹងទេនៅតែបន្តនិយាយរអឹងប្រយោជន៍ជាច្រើនដូចជាពេលយប់មិញហ្នឹងសយងធ្វើគេខ្លះចំពោះគាត់ប៉ុន្តែសយងរបស់យើងមានជាការក្រោកចេញពីគេស្ងាត់អត់និយាយច្រើនទេហើយក៏បានទៅចាប់អំពូលភ្លើងនៅក្បែរនោះឃើញបែបនេះហ៊ីចេមានជាការភ័យខ្លួនហើយក៏និយាយថាបងស្រីខ្ញុំបានអាហ្នឹងមកពីអ្នកលក់ពីបរទេសណាដូច្នេះហើយវាពិបាកណាស់ក្នុងការរកការជំនួសវាប៉ុន្តែសយងរបស់យើងអត់ខ្វល់ទេចាប់បោកយកហ្មងហើយក៏ប្រាប់ឲ្យហ៊ីចេនឹងបិទកញ្ចប់មាត់ទៅបន្ទាប់ពីឆ្លោះគ្នាអស់ចិត្តអស់ចង់រួចពេលនេះហ៊ីចេមានជាការជៀនពងឲ្យសយងប៉ុន្តែក៏មើលស្ថានភាពពងចោះមើលអត់យល់ទេស្បែកសយងក៏ឆ្ងល់ដែរថានឹងជាស្អីហ៊ីចេក៏ឆ្លើយយ៉ាងជឿជាក់ថាវាគឺជាពងជៀនតែក៏មើលឆ្នាំងខ្ទះមានជាការហុយផ្សែងនឹងខ្មៅហ្មងឃើញហើយសយងក៏បាននិយាយថាឯងមិនអាចសុបិតែជៀនពងក៏បានល្អផងហ្នឹងហ៊ីចេក៏មិនបានបដិសេធអ្វីនោះដែរហើយក៏បាននិយាយថាយ៉ែត្រូវហើយខ្ញុំគឺជាហ្គេមមើមួយដែលមិនអាចចម្មិនម្ហូបបានគួរឲ្យស្រឡាញ់ត្រូវទេ
សយងលឺហើយអស់ពេលនិយាយហ្មងហើយក៏និយាយថាគ្រាន់តែប្រាប់ឲ្យដឹងនោះទេប្រសិនបើឯងព្យាយាមធ្វើអ្វីដោយការពិព្រឹកមិញទៀតឯងនឹងទទួលបានឆ្នាំងខ្ទះនេះចំកណ្ដាលមុខតែហ្មងលើបែបហ្នឹងហ៊ីចេក៏បានមើលមុខសយងហើយក៏និយាយថាអោវាគឺអយុត្តិធម៌ណាស់បងគឺជាលបួងខ្ញុំមុនទៅណាសយងមានចការគាំងរួចថាអ្វីទៀតហើយហ៊ីចេក៏បានដាក់ខ្ទះចោលហើយក៏និយាយថាតោះយើងនិយាយច្បាស់ទៅអំពីរឿងក្រៅហេតុការណ៍កើតឡើងតើបងចង់ឲ្យខ្ញុំប្រាប់ពីអ្វីដែលបងបានធ្វើចំពោះខ្ញុំពីការយល់ឃើញរបស់ខ្ញុំវិញទេបងគឺបានព្យាយាមបោកប្រាស់ខ្ញុំតាំងពីដំបូងបងគិតថាខ្ញុំមិនដឹងមែនទេថាបងព្យាយាមបន្លំខ្លួនធ្វើជាអ្នកចំណូលថ្មីក្នុងហ្គេមក៏ហើយក៏ត្រឡប់ទៅពេលដែលសយងចូលក្នុងក្រុមដំបូងពេលនោះក៏មានអ្នកប្រាប់ហ៊ីចេថាម្នាក់នឹងគឺជាអ្នកចំណូលថ្មីប៉ុន្តែការលេងហ្គេមរបស់គាត់គឺរៀនបានឆាប់ចាំមែនទែនទៅលើរឿងការប្រើប្រាស់អាវុធផ្សេងៗចំណែកហ៊ីចេវិញក៏ឃើញហើយក៏គិតថាហើយអ្នកនឹងគឺជាអ្នកចំណូលថ្មីមើលទៅដូចជាអ្នកដែលទៅត្រឡប់មកលេងហ្គេមនេះម្ដងទៀតយ៉ាងអញ្ចឹងតើនាងកំពុងតែគិតចង់ធ្វើអ្វីទៅសយងស្ដាប់ចប់ហើយមានជាការចំហមកដល់ថ្លងហើយគេថាទីតើឯងដឹងថាយើងគឺជាមេក្រុមនៃយ៉ងយៀលតាំងពីដំបូងឬហើយឯងបានលាក់ជាការសម្ងាត់មែនទេហ៊ីចេក៏បានបដិសេធថាគេគ្រាន់តែដឹងថាសយងគឺមិនមែនជាអ្នកចំណូលថ្មីនោះទេសយងក៏បានសួរថាអញ្ចឹងហេតុអ្វីបានជាឯងមិនព្រមប្រឈមមុខជាមួយនឹងយើងអំពីរឿងហ្នឹងទៅហ៊ីចេក៏ឆ្លើយវិញទាំងសមហេតុផលថាខ្ញុំមានន័យថាវាច្បាស់ណាស់ថាហេតុអ្វីបានជាមនុស្សម្នាក់ព្យាយាមលាក់បាំង account ពិតរបស់ពួកគេហើយបន្លំធ្វើជាអ្នកចំណូលថ្មីឲ្យបែបនេះពួកគេប្រហែលជាធ្វើឲ្យ account ចាស់ខូចខាតយ៉ាងខ្លាំងប្រហែលជាកែខែលេងបានហើយទៅបង្ខំចិត្តបង្កើត account ថ្មីមួយទៀតសយងលើគេនិយាយបែបហ្នឹងភ្លាមមានជាការភ្ញាក់ខ្លួនបន្តិចព្រោះហាគេនិយាយចំចំណុចក៏ហើយហ៊ីចេក៏បានបន្តទៀតថាទោះបីជាខ្ញុំដឹងថាមានរឿងអ្វីមួយខុសប្រក្រតីក៏ដោយតើខ្ញុំធ្លាប់បានបង្ហាញអាការៈនឹងចំពោះបងទេអត់ទេតាមពិតខ្ញុំបានជួយដំឡើងល្បែរបស់បងថែមទាំងរៀបចំរបស់របរនិងចំណេញល្អៗឲ្យបងថែមទៀតផងហើយថែមទាំងជួយឲ្យបងចូលក្នុងក្រុមរបស់ខ្ញុំថែមទៀតខ្ញុំមិនបានធ្វើអ្វីផ្សេងទេក្រៅពីភាពចិត្តល្អចំពោះបងត្រូវទេប៉ុន្តែចំពោះរឿងគ្រប់យ៉ាងប៉ុណ្ណឹងហើយបងនៅតែបន្តធ្វើចិត្តអាក្រក់ចំពោះតែខ្ញុំតែម្នាក់ទេសយងក៏បានថាមិនសូមឯងជួយផងលើលេងទេអ្នកទាំងអស់គ្នាសយងក៏បានឆ្លើយថាយើងមិនដែលសូមឲ្យឯងជួយឯណាត្រូវទេហើយហ៊ីចេក៏តមាត់ទៅថាបងមិនដែលបដិសេធនឹងវាផងហ្នឹងហើយនិយាយស្មោះត្រង់មកបងបានប្រព្រឹត្តចំពោះខ្ញុំខុសពីអ្នកដទៃនៅពេលដែលខ្ញុំបានបកគលឲ្យធ្វើឲ្យបងសយងក៏បានឆ្ងល់ថាតើពេលណាទៅដែលខ្ញុំបានធ្វើបែបហ្នឹងហើយហ៊ីចេក៏បានបន្តទៀតថាអាសាអរគុណនឹងមួយទៀតបងបានផ្សាយសារទាំងនោះទៅអ្នកគ្រប់គ្នាទាំងអស់លើកលែងតែខ្ញុំតែម្នាក់នោះទេលើគេនិយាយបែបនោះហើយសយងក៏នឹកឃើញថាអូគាត់ចាំហើយដល់ពេលហ្នឹងគាត់បានផ្សាយសារទាំងនោះទៅកាន់សមាជិកគ្រប់គ្នាដើម្បីអំណរអរគុណចំពោះកាដូដែលអ្នកទាំងអស់គ្នាបានឲ្យគាត់ដើម្បីអបអរសាទរគាត់ដែលគាត់បានlevel max ក្រោយពីនឹកឃើញរឿងបែបហ្នឹងរួចសយងមានចការមុខក្រហមហើយក៏គោះទឹកមួយទំហឹងឬក៏និយាយថាការនឹងមកពីវាមើលទៅពិតជាលុយណាស់ដែលទទួលបានអាចធ្វើ free បែបហ្នឹងហើយវាគ្មានន័យស៊ីចម្រៅអីនៅពីក្រោយសារទាំងហ្នឹងទេហើយអ្វីទៅដែលវាពាក់ព័ន្ធទៅនឹងអ្វីដែលអត់ប្រយោជន៍ដែលឯងបាននិយាយថាយើងលបងឯងនោះយើងមិនបានផ្ញើសារទាំងនោះទៅឯងផងហ្នឹងដូច្នេះហើយតើអ្វីទៅដែលឯងគិតហ្នឹងរួចហ៊ីចេក៏បានដាក់ចម្លើយមកវិញធ្វើឲ្យសយងគាំងនោះគឺនោះហើយគឺជារបៀបដែលបងលបងខ្ញុំគឺជាតែមនុស្សតែម្នាក់ទេដែលបងដាក់លេងរឹកដាក់ឮបែបហ្នឹងហើយសយងក៏គិតក្នុងចិត្តថាអញ្ចឹងអ្វីដែលឈ្កួតនេះកំពុងតែនិយាយនោះគឺរួចគេក៏បានសម័យខាងរូបភាពមួយថាតួអង្គកែរបស់គាត់នឹងកំពុងតែរត់យ៉ាងត្រាម៉ាដូចក្នុងរឿងអញ្ចឹងហើយក៏និយាយថាបុរសដូចជាឯងនឹងមិនមែនជាប្រភេទដែលខ្ញុំចូលចិត្តនោះទេប្រសិនបើខ្ញុំមិននិយាយអាក្រក់ទៅកាន់ឯងនោះឯងមិនសំបីតែចាប់អារម្មណ៍លើខ្ញុំផងនឹងគ្រាន់តែនឹកឃើញរូបភាពនឹងភ្លាមសយងមានការក្តៅឆេទៀតហើយក៏គោះទឹកមួយទំហឹងក៏និយាយថាលេងរឹកក្បាលឯងស្អីយើងគ្រាន់តែស្អប់ឯងតែប៉ុណ្ណឹងហ៊ីចេក៏តបមកវិញថានោះហើយគឺអ្វីដែលខ្ញុំកំពុងតែចង់និយាយបើសិនបើបងគង់តែធ្វើចរិតថោកទាបដាក់ខ្ញុំទៅហើយបងគួរណាតែធ្វើចរិតនោះឲ្យដល់ទីបញ្ចប់ទៅប៉ុន្តែបងបានដើរទៅប្រាប់អ្នកគ្រប់គ្នាអួតពីអាយធំដែលខ្ញុំបានឲ្យបងហើយស្ដាប់រឿងអត់ប្រយោជន៍ជាច្រើនដែលខ្ញុំបាននិយាយរៀងរាល់យប់ហើយថែមទាំងហៅឡានសង្គ្រោះបន្ទាន់ឲ្យខ្ញុំទៀតនៅពេលដែលខ្ញុំឈឺហើយបែបបានជាបងធ្វើឲ្យខ្ញុំគិតថាខ្ញុំស្ទើរតែបានបងទៅហើយបន្ទាប់មកបងក៏រត់ចេញទៅបងបានដឹងមែនទេថាខ្ញុំកំពុងតែព្យាយាមញ៉ាញ៉ង់បងត្រូវទេអានៅពេលហ្នឹងហ៊ីចេក៏សម្លឹងមុខទៅសយងចង់ប្រាប់ថាសង្ហាខ្លាំងណាស់បន្ទាប់ពីស្ដាប់ហ៊ីចេនិយាយចោលហើយសយងមានចការគិតថាចឹងអ្វីដែលហ៊ីចេកំពុងតែព្យាយាមនិយាយឥឡូវនេះគឺតាំងពីថ្ងៃដែលគាត់បានហៅឡានសង្គ្រោះបន្ទាន់ឲ្យគេមកអ្វីគ្រប់យ៉ាងដែលគាត់និយាយថាគាត់ស្អប់ហ៊ីចេហ្នឹងគឺចូលទៅជាមួយហើយចេញទៅជាមួយទៀតចប់បដ ாய் ហើយក៏បានបោកក្បាលខ្លួនឯងទៅនឹងតុលើទៅផាំងហើយក៏គាត់ទៀតថាគាត់មិនអាចជឿបានទេថាគាត់នាំក្រុមមហាន្តរាយនេះមកកាន់ខ្លួនឯងបែបនេះហើយហ៊ីចេដែលអង្គុយជ្រត់ចការនោះក៏សួរថាបងគឺជាអ្នកខុសត្រូវទេបន្ទាប់មកសយងក៏បានមកអង្គុយសញ្ជឹងកើតក្នុងបន្ទប់ម្នាក់ឯងថាបន្ទាប់ពីស្ដាប់ចប់អ្វីគ្រប់យ៉ាងដែលហ៊ីចេបាននិយាយហើយវាពិតជាសមហេតុផលមែនទែនដែលធ្វើឲ្យហ៊ីចេអាចយល់គិតខុសអំពីគោលបំណងរបស់គាត់តើឥឡូវនេះគាត់គួរតែធ្វើស្អីទៅតើគាត់អាចធ្វើឲ្យអាឈ្កួតម្នាក់នឹងចាក់ចេញពីគាត់ដោយរបៀបណាទៅហើយប្រសិនបើគាត់ប្រាប់ហ៊ីចេថាពួកគេទាំងពីរគឺជាមនុស្សប្រុសនោះប្រកាសណាហ៊ីចេនឹងឆ្លើយមកវិញថាគេស្រឡាញ់ទាំងពីរភេទប៉ុន្តែប្រសិនបើគាត់ប្រាប់ថាគេអត់ស្រឡាញ់ទាំងពីរភេទទេនោះប្រកាសណាហ៊ីចេនឹងឆ្លើយមកវិញថាគេអាចកែខែរឿងនឹងបានហើយចុងក្រោយវាជាការ
បញ្ចប់ដោយអាក្រក់មួយលេសរបស់គាត់គឺមិនអាចប្រើការទៅលើហ៊ីចេបាននោះទេគាត់អាចប្រាប់ហ៊ីចេនឹងឲ្យត្រឡប់ទៅធ្វើជាមនុស្សប្រុសវិញលក្ខណៈវិញទៅហើយក៏ដែលជាមួយមនុស្សស្រីវិញទៅប៉ុន្តែប្រកាសណាហ៊ីចេប្រកាសគឺគិតថាគាត់ប្រច័ណ្ឌទៀតហើយពេលនេះសេយ៉ងមានជាការអស់គំនិតគិតខ្លាំងមែនទែនអត់មានលេសទៀតទេដល់ថ្នាក់គិតថាចឹងគិតគួរតែប្រាប់ហ៊ីចេទេថាគាត់លងស្នេហ៍នឹងមនុស្សប្រុសណាដែលធ្លាប់ធ្វើជាភ្នាក់ងារសេវាសាធារណៈសង្គមទេឬក៏សុំឲ្យហ៊ីចេនឹងឲ្យគាត់ខ្ចីលុយ100លានវ៉ុនសិនដើម្បីធ្វើឲ្យហ៊ីចេអស់ចិត្តហើយក៏ថែមទាំងសើចក្នុងទូរស័ព្ទពី100វិធីដើម្បីធ្វើឲ្យមនុស្សម្នាក់លែងចាប់អារម្មណ៍នឹងអ្នកទៀតផងហើយកំឡុងកំពុងតែសើចហ្នឹងហ៊ីចេក៏បានបើកទ្វារបន្ទប់មកភ្លាមៗក៏សួរថាសេយ៉ងកំពុងតែធ្វើអីសេយ៉ងឃើញបែបហ្នឹងមានជាការភ្ញាក់ឡើងចង់ធ្លាក់ពីលើទូរស័ព្ទពីលើដៃហើយគាត់ក៏បានស្រែកទៅសួរហ៊ីចេថាមិនអត់ចេះចូលមកអត់ចេះគោះទ្វារទេប៉ុន្តែហ៊ីចេក៏បានឆ្លើយថាប៉ុន្តែហ្នឹងគឺជាបន្ទប់របស់ខ្ញុំតើហើយក៏បានគោះទ្វារពិតមែនណកហើយក៏សួរថាបងស្រីខ្ញុំឥឡូវនេះកំពុងតែចាប់ផ្ដើម live stream ហើយតើបងចង់មើលទេមកអង្គុយលេងហ្គេមក្បែរខ្ញុំរួចសេយ៉ងក៏ប្រុងបដិសេធប៉ុន្តែហ៊ីចេក៏ប្រាប់ទៀតថាខ្ញុំនឹងមិនបង្ហាញមុខរបស់បងនោះទេឬក៏និយាយទៅកាន់បងនោះទេដូច្នេះហើយគ្រាន់តែមកអង្គុយមើលទៅបានហើយអត់សុំវល់ហ៊ីចេអង្វរប៉ុណ្្នឹងហើយសេយ៉ងនៅតែប្រាប់ទៀតថាអត់សុំរំលងហើយប៉ុន្តែដោយតែរាល់ដងហ្នឹងក៏មិនដែលប្រកែកឈ្នះហ៊ីចេម្ដងណាទេឥឡូវនេះគឺកំពុងតែអង្គុយក្នុងស្ទូឌីយោរបស់ហ៊ីចេហ្នឹងហើយក៏បានកលេចមើលជុំវិញបន្ទប់ការរៀបចំរបស់ហ៊ីចេពិតជាដូច professional មែនទែនឬក៏ YouTuber gamer តែងតែបែបហ្នឹងមែនទេរួចហ៊ីចេក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាប់ផ្ដើមឡាយបន្តផ្ទាល់ដោយខ្លួនឯងហើយដើម្បីធ្វើឲ្យអា account របស់គាត់ឡើងដល់ max level សេយ៉ងលឺហើយមានជាការឆ្ងល់យ៉ាងខ្លាំងឬក៏សួរថានិយាយមែនឬក៏លេងហ្នឹងប៉ុន្តែហ៊ីចេលឺហើយមានជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាពេលនេះហ៊ីចេគឺកំពុងតែឡាយគ្រាន់តែបានលឺសំឡេងរបស់សេយ៉ងភ្លាមអ្នកដែលមើល live របស់ហ៊ីចេក៏សួរថាតើអ្នកណាកំពុងតែនិយាយតើអ្នកណានៅក្បែរហ៊ីចេឃើញបែបហ្នឹងសេយ៉ងខឹងខ្លាំងណាស់ហើយក៏គិតថាហ៊ីចេគួរតែប្រាប់គាត់ឲ្យដឹងមុននៅពេលដែលគេចាប់ផ្ដើមការ live ប៉ុន្តែហ៊ីចេក៏បានឆ្លើយតបទៅកាន់អ្នកមើលថាគ្មានអ្នកណានៅក្បែរគាត់ទេហើយបន្ទាប់មកហ៊ីចេនិងសេយ៉ងក៏បាន log in ចូលក្នុងហ្គេមដោយប្រើ account របស់ពួកគេទាំងពីរគ្រាន់តែឃើញ nickname របស់ហ៊ីចេភ្លាមអ្នកមើលម្នាក់ៗក៏ comment ប្រកែកគ្នាទៅលើ nickname របស់ហ៊ីចេទៅឃើញបែបហ្នឹងសេយ៉ងគិតថាពួកនឹងទាំងអស់គ្នានឹងប្រកែកលើរឿងដែលឈួតបំផុតប៉ុន្តែក្នុងកំឡុងពេលហ្នឹងផងដែរហ៊ីចេក៏បានឆ្លើយតបទៅកាន់ comment អ្នកទាំងអស់គ្នាថាសេយ៉ងគឺជារបស់គាត់ឃើញបែបហ្នឹងភ្លាមសេយ៉ងគិតថាតើហេតុអ្វីបានជាហ៊ីចេឆ្លើយតបទៅកាន់ពួកគេរួចគាត់ក៏បានចាប់ទាញដៃអារបស់ហ៊ីចេហើយក៏សឹកប្រាប់ថាឲ្យហ៊ីចេនឹងកុំខ្វល់ពីពួកហ្នឹងអីដោយដែលអញ្ចឹងហ៊ីចេក្បាលរឹងមែនទែនគាត់អត់បានឆ្លើយតបទៅកាន់សេយ៉ងទេប៉ុន្តែក៏អាន comment ថាតើនរណាទៅគឺជាសេយ៉ងហើយគេក៏បានឆ្លើយថាគីមសេយ៉ងគឺស្រស់ស្អាតជាងគេនៅក្នុងផ្នែករបស់គាត់និយាយរួចគេក៏បានសើចឡើងប៉ុន្តែក៏មើលសេយ៉ងមកយើងខំថ្មីសង្កត់ចិត្តហើយក៏បានជេរហ៊ីចេក្នុងចិត្តរបស់គាត់ចំណែកហ៊ីចេក៏បន្តទៀតថានោះគឺជាឈ្មោះរបស់សង្សាររបស់ខ្ញុំគីមសេយ៉ងនិយាយបែបហ្នឹងរួចហ៊ីចេក៏បានងាកមកមើលមុខសេយ៉ងហើយញញឹមយ៉ាងស្រស់មកហើយគេក៏បន្តប្រាប់ទៅកាន់អ្នកកំពុងមើល live របស់គេផ្ទាល់ទៀតថាឥឡូវនេះគេកំពុងតែតាក់ទងជាមួយនឹងមនុស្សម្នាក់នោះគឺគីមសេយ៉ងគ្រាន់តែហ៊ីចេនិយាយបែបហ្នឹងភ្លាមអ្នកកំពុងតែមើលក៏ក្នុងគ្នា comment សួរថាតើគីមសេយ៉ងគឺជានរណាទៅហើយក៏ងាកមកមើលគីមសេយ៉ងរបស់យើងនៅខាងក្រៅវិញមានជាការខឹងមែនទែនបានត្រឹមតែជេរហ៊ីចេក្នុងចិត្តហើយក៏គិតថាបើសិនបើគាត់វាយហ៊ីចេទៅប្រកាសជាអ្នកកំពុងតែមើលហ្នឹងនឹងលឺគាត់វាយហើយដូច្នេះហើយគាត់ក៏បានចាប់ក្តិចដៃរបស់ហ៊ីចេមួយទំហឹងត្រូវបានសេយ៉ងក្តិចដៃប៉ុណ្្នឹងហើយនៅតែអាចបិទមាត់ហ៊ីចេបានទេហ៊ីចេក៏បន្តនិយាយទៀតថាតើអ្នកទាំងអស់គ្នានឹងស្គាល់នាងទេប្រសិនបើខ្ញុំប្រាប់មុខរបស់នាងស្អាតខ្លាំងណាស់ប្រកាសជាអញ្ចឹងហើយចំណែកឯចំហាយពិឃាតរបស់សេយ៉ងវិញកាន់តែកើនឡើងហើយក៏បានត្រឹមតែប្រាប់ហ៊ីចេក្នុងចិត្តថាគ្រប់គ្រាន់ហើយឆាប់បិទកញ្ចប់មិនឯងភ្លាមហើយដៃដែលកំពុងតែចាប់ក្តិចហ៊ីចេនោះក៏ត្រូវបានហ៊ីចេចាប់ដៃរបស់គាត់ហើយក៏ទាញសេយ៉ងចូលមកចិត្តហើយក៏បានខិតមុខទៅចិត្តទៀតឬក៏និយាយថាភាពខុសគ្នានៃអាយុរបស់ពួកយើងនាងមានអាយុបងខ្ញុំ3ឆ្នាំរួចដៃនឹងក៏បន្តចាប់សេយ៉ងទៀតប៉ុន្តែត្រូវសេយ៉ងក៏វះចេញទៅវិញហើយហ៊ីចេក៏បាននិយាយបន្តទៀតថាសង្សាររបស់ខ្ញុំនាងនឹងចាប់ផ្ដើមលេងជាមួយខ្ញុំចាប់ពីពេលនេះទៅរីឯសេយ៉ងវិញបានត្រឹមតែខឹងហើយក៏ក្នុងចិត្តថាហ៊ីចេពេលនេះគឺឈួតមែនទេហើយនៅពេលនោះផងដែរមានអ្នកខមមិនសួរទៀតថាតើនរណាតជាអ្នកសារភាពមុនហើយហ៊ីចេក៏បានតទៅវិញភ្លាមៗថាសេយ៉ងគឺជាអ្នកសារភាពមុនហើយនៅពេលនោះគេក៏បានអានឃើញខមមិនមួយថាបន្លំខ្លួនធ្វើជាមនុស្សសង្ហាខ្ញុំប្រាប់អ្នកទាំងអស់គ្នាប្រសិនបើខ្ញុំបើកកាមេរ៉ាភ្លាមខ្ញុំនឹងទទួលបាន1លាន subscriber មានភ្លាមហ្មងរីឯសេយ៉ងដែលអង្គុយមើលនោះមានកំណត់គិតថាគាត់ពិតជាចង់ធ្វើឃាតហ៊ីចេពិតមែនកាត់មកក្នុងហ្គេមយើងវិញពេលនេះហ៊ីចេកំពុងតែណែនាំសេយ៉ងដែលជាតួអង្គ Secret នឹងទៅកាន់អ្នកទាំងអស់គ្នាប្រាប់ថាចាប់ពីពេលនេះទៅគេនឹង level up នឹងធ្វើរឿងអ្វីៗគ្រប់យ៉ាងជាមួយនឹង Secret ហើយក៏បានប្រាប់ឲ្យ Secret និយាយថាហាយទៅកាន់អ្នកកំពុងតែមើលទៀតផងប៉ុន្តែសេយ៉ងគឺកំពុងតែកប់ដបថ្នាំពឹសទៅកាន់ហ៊ីចេហើយក៏គិតក្នុងចិត្តថាក៏សង្ឃឹមថាការឡាយបន្តផ្ទាល់របស់ហ៊ីចេនឹងដួលរលំហើយក៏មានអ្នក comment សួរថាតើនឹងគឺជាសេយ៉ងមែន
ហ៊ីចេក៏បានឆ្លើយថាត្រូវហើយនឹងគឺជាសង្សាររបស់ខ្ញុំប៉ុន្តែសេយ៉ុងក៏បានឆ្លើយតបក្នុងហ្គេមថាពួកយើងទាំងពីរនាក់មិនបានតាក់ទងគ្នានោះទេគេគ្រាន់តែសម័យតែប៉ុណ្ណោះឃើញបែបហ្នឹងភ្លាមអ្នកមើលក៏បានខមមិនសើចចំអកហ៊ីចេគ្រប់គ្នាហើយហ៊ីចេក៏បានថាសេយ៉ុងគ្រាន់តែឆាប់អៀនខ្មាស់តែប៉ុណ្ណោះនេះហើយគឺជារបៀបដែលពួកយើងបង្ហាញពីក្តីស្រឡាញ់ទៅវិញគ្នាទៅវិញទៅមកហើយនៅពេលនោះផងដែរសេយ៉ុងក៏បានយករំពេញរបស់ខ្លួនទៅចាក់ហ៊ីចេឬក៏និយាយថាស្លាប់ទៅឯងគឺជាមនុស្សអាក្រក់ឮសេយ៉ុងនិយាយបែបហ្នឹងភ្លាមអ្នកខមមិនក៏សើចយ៉ាងខិលទៀតហើយសេយ៉ុងក៏បានសើចយ៉ាងសំចិត្តឃើញបែបហ្នឹងប៉ុន្តែហ៊ីចេក៏បានងាកមកមើលមុខសេយ៉ុងបន្តិចរួចក៏ញញឹមដូចមានល្បិចចឹងរួចក៏និយាយថាបងបានធ្វើបាបចិត្តខ្ញុំច្រើនណាស់នៅថ្ងៃនេះចាប់ពីពេលនេះទៅខ្ញុំនឹងផ្ដល់ស្នាមថើបមួយដល់បងនៅពេលដែលបងប្រាប់ខ្ញុំថាឲ្យទៅស្លាប់សេយ៉ុងលឺហើយមានជាការគាំងអស់ពេលនិយាយចំណែកហ៊ីចេក៏ងាកទៅវិញអង្គុយច្រៀងយ៉ាងរំភើយសេយ៉ុងក៏គិតក្នុងចិត្តថាហ៊ីចេពិតជាឈួតមែនទែនហើយនេះមានមនុស្សមើលប្រហែលជា1000នាក់ណាគេហ៊ាននិយាយពាក្យបែបហ្នឹងកើតចំណែកហ៊ីចេក៏បាននិយាយចូលសាច់រឿងនៃគេទៅមកធ្វើការឡើងថ្ងៃនេះដែលគេប្រាប់ពីវិធីសាស្ត្រដើម្បីធ្វើឲ្យអ្នកចំណូលថ្មីឡើងដល់ level ទី100បាននិងយុទ្ធសាស្ត្រមួយចំនួនទៀតទៅកាន់អ្នកកំពុងមើលសេយ៉ុងដែលអង្គុយក្បែរនោះអង្គុយស្ដាប់ការនិយាយរបស់ហ៊ីចេហើយគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាហ៊ីចេមើលទៅបានល្អចំពោះការងាររបស់គេខ្លាំងមែនទែនគេសូម្បីតែធ្វើ slide និងធ្វើការ updateពី record របស់គេហើយធ្វើតេស្តទៅលើអាវុធថ្មីគាត់មានន័យថាការធ្វើជា YouTuber វាមិនងាយស្រួលនោះទេក្នុងការរកលុយតែនេះគឺជាលើកដំបូងហើយដែលអាឈ្គប់អ្នកនេះមើលទៅដូចឆ្លាតប៉ុន្តែគាត់ក៏បានវាយការកាត់របស់គាត់ចេញមកបន្ទាប់មកអ្នកទាំងពីរក៏បានចូលទៅកាន់ទីលានវាយបិសាចនៅទីនោះគឺមានអ្នកចូលលេងច្រើនមែនទែនដោយសារតែឃើញការ live របស់ហ៊ីចេប៉ុន្តែម្នាក់គឺមិនអាចប្រយុទ្ធជាមួយនឹងហ៊ីចេបានទេសូម្បីតែអ្នកខមមិនក៏ខមមិនថាហ៊ីចេមើលទៅពិតជាអស្ចារ្យណាស់ហើយនៅពេលនោះសេយ៉ុងក៏បានគិតដែរថានៅពេលហ៊ីចេធ្វើបែបនេះគេមើលទៅពិតជាអស្ចារ្យប៉ុន្តែភ្លាមសត្វតែហ៊ីចេងាកមកមើលមុខរបស់គាត់ធ្វើឲ្យគាត់ភ្ញាក់បន្តិចប៉ុន្តែហ៊ីចេក៏បានងាកទៅវិញរួចក៏និយាយឡើងថាការពិតទៅយុទ្ធសាស្ត្រមួយនេះគឺគេជាមួយនឹងយន្តណាបានធ្វើការជាមួយគ្នាសេយ៉ុងបន្ទាប់ពីលើឈ្មោះយន្តណាភ្លាមគេក៏បានភ្ញាក់បន្តិចរួចក៏គិតថាយន្តណាម្ដងទៀតណាចំណែកអ្នកខមមិនក៏ខមមិនសួរថាតើអ្នកទាំងពីរតាក់ទងគ្នាមែនហ៊ីចេក៏បានប្រាប់ថាយន្តណាគឺមិនមែនស៊ីខេតទេនាយរួចហ៊ីចេក៏បានសើចរួចក៏បានបិទមីក្រូរបស់ខ្លួនរួចក៏និយាយថាសេយ៉ុងថ្ងៃនេះគឺមានការឡោមព័ទ្ធប្រាសាទតើបងចង់ចូលរួមទេសេយ៉ុងលឺហើយគាំងរួចក៏សួរថាហេតុអ្វីបានជាយើងគួរចូលរួមហ៊ីចេគិតបន្តិចរួចក៏ឆ្លើយថាពីព្រោះតែយន្តណាបានចាក់ចេញពីក្រុមហើយដូច្នេះហើយខ្ញុំគ្មាន healer ទៀតទេនឹងសេយ៉ុងមានចការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចហ៊ីចេក៏បន្តទៀតថានាងបានចាក់ចេញពីក្រុមនៅថ្ងៃនេះហើយថែមទាំងបានយកសមាជិក20នាក់ទៅជាមួយនាងផងដែលនាងបានស្និទ្ធស្នាលជាមួយឃើញថានៅពេលនេះសមាជិកក្នុងក្រុមម្នាក់គឺញញញ៉ៃខ្លាំងមែនទែនព្រោះថាសមាជិកបានចាក់ចេញច្រើនមែនទែននៅថ្ងៃកំឡុងពេលដែលការឡោមព័ទ្ធប្រាសាទឃើញបែបនេះសេយ៉ុងក៏ក្នុងចិត្តថាវាគឺជាការប៉ັດដែល healer កម្ពុជាក៏បានចាក់ចេញទៅផងដែររួចក៏បានងាកទៅសួរហ៊ីចេថាតើឯងនិងយន្តណាបានឆ្លោះប្រកែកគ្នាមែនហេតុអ្វីហ៊ីចេលឺហើយក៏បានថាសំណួរល្អប៉ុន្តែគេក៏បានតបតឲ្យដែរសេយ៉ុងក៏បានគិតក្នុងចិត្តថានៅថ្ងៃនោះដែលគេបានទៅទទួលហ៊ីចេហ្នឹងហើយហ៊ីចេក៏បានប្លុកលេខរៀងដែររឿងនេះគឺជាហេតុផលដែលអ្នកទាំងពីរបានឆ្លោះប្រកែកគ្នាអញ្ចឹងស្ថានភាពដែលកើតឡើងទាំងអស់នេះគឺជាកំហុសរបស់គាត់ឬហើយក៏ឆ្ងល់ថាហេតុអ្វីបានជាហ៊ីចេក៏ស្ងាត់មែនលើកនេះហ៊ីចេក៏បានក្រោកឡើងរួចក៏និយាយថាពួកយើងនៅសល់ពេលប្រហែលជា3ម៉ោងទៀតរហូតដល់ការឡោមព័ទ្ធប្រាសាទដូច្នេះហើយខ្ញុំជូនមកទៅផ្ទះមុនសេយ៉ុងដែលចំហមកធ្លុំមិនទាន់បាននោះក៏សួរថាតើឯងមិនអាចរក handler មួយណាមកចំណុះបានទេឬហ៊ីចេក៏ថាគាត់បានព្យាយាមហើយប៉ុន្តែវាគឺជានាទីចុងក្រោយអញ្ចឹងហើយវាកម្រមានអ្នកមកជំនួសណាលើបែបនេះសេយ៉ុងក៏បានអន់មុខចុះបន្តិចរួចក៏និយាយខ្សឹបថាឯងប្រសិនបើឯងមិនអាចរក healer មុននឹងការឡោមព័ទ្ធបានទេរួចគាត់ក៏ងើបមុខឡើងរួចនិយាយថាយើងនឹងជួយឯងចំណែកឯមុខវិញឡើងក្រហមហ្មងហើយស្រឡាញ់ហ្មងអាថ្មិញចកោមគេហ្នឹងភាគនេះបានបញ្ចប់ត្រឹមនេះអរគុណអ្នកនរគ្នាចំពោះការគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតអញ្ញងបាយបាយ